មន្ត្រីព្រំដែនអាមេរិកថាលោកត្រាំសម្រេចចិត្តបញ្ចប់កំណើននៃការនិរទេសជនអន្តោប្រវេសន៍នៅរដ្ឋមីនីសូតាលោក Tom Homan មន្ត្រីជាន់ខ្ពស់ផ្នែកព្រំដែនរបស់សេដ្ឋវិមានបាននិយាយកាលពីថ្ងៃប្រហ័សទី12កុម្ភៈថាប្រធានាធិបតីអាមេរិកលោក Donald Trump បានយល់ព្រមបញ្ចប់កំណើននៃយុទ្ធនាការនិរទេសដែលមិនធ្លាប់មានពីមុនមកនិងជំរងជម្រះខ្លាំងរបស់លោកលើជនអន្តោប្រវេសន៍នៅរដ្ឋមីនីសូតាដោយភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ជាច្រើននាក់នឹងវិលត្រឡប់ទៅរដ្ឋប្រចាំការរបស់ពួកគេវិញក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ក្រុមប្រតិបត្តិការដែលដាក់ឈ្មោះថា Metro Search លោកត្រាំបានដាក់ពង្រាយភ្នាក់ងារអន្តោប្រវេសន៍ប្រដាប់ដោយអាវុធប្រហែល 3000 នាក់នៅចុងខែមករាដើម្បីនិរទេសជនអន្តោប្រវេសន៍នៅរដ្ឋមីនីសូតាលោកបានហៅប្រតិបត្តិការនេះថាជាប្រតិបត្តិការនិរទេសដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកប៉ុន្តែមានការជំទាស់និងការរិះគន់ខ្លាំងពីអភិបាលរដ្ឋលោក Tam Wolf ក៏ដូចជាការមិនពេញចិត្តពីប្រជាជនក្នុងតំបន់ដែលបាននាំគ្នាចេញតវ៉ាតាមដងផ្លូវនៃទីក្រុងធំៗមួយចំនួនរបស់រដ្ឋកាលពីខែមករាកន្លងទៅភ្នាក់ងារអន្តោប្រវេសន៍បានបាញ់សម្លាប់ពលរដ្ឋអាមេរិក 2 នាក់ក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នានៅទីក្រុង Minneapolis ហើយចំនួនរបស់លោកត្រាំជាមួយរដ្ឋមីនីសូតាបានផ្ទុះឡើងទៅជាវិបត្តិនយោបាយដ៏តានតឹងបំផុតមួយដែលលោកបានជួបប្រទះក្នុងអាណត្តិប្រធានាធិបតីរបស់លោក Homan បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅការិយាល័យសហព័ន្ធខាងក្រៅទីក្រុង Minneapolis ថាលោកបានស្នើឡើងហើយលោកប្រធានាធិបតីត្រាំបានយល់ស្របថាប្រតិបត្តិការបង្ក្រាបនេះគឺនឹងត្រូវបញ្ចប់ដូច្នេះប្រតិបត្តិការ Metro Search កំពុងបញ្ចប់ហើយកាលពីមួយសប្តាហ៍មុនលោក Homan បានប្រកាសថាអ្នកងារអន្តោប្រវេសន៍ប្រហែល 700 នាក់ក្នុងចំណោម 3000 នាក់ដែលបានដាក់ពង្រាយនៅទីនោះនឹងត្រូវដកចេញ